រាងកាយរបស់ច័ន្ទមនីហាក់ដូចគេផ្ដេកភ្ជាប់នឹងផ្ទាំងសិលាប្រៀបទៅនឹងមនុស្សដែលគេសន្ធប់ចលនាដៃជើងក៏ត្រូវរឹងស្ដោស្ដឹងសូម្បីតែចុងម្រាមជើងក៏ពុំអាចកម្រាស់បានដែរក្លិនផ្កាកុលាបដែលធ្លាប់តែក្រអូបឈ្ងុយឈ្ងប់ពេលនេះប្រែក្លាយទៅជាក្លិនឆ្អាបលីឡំនឹងភាពត្រជាក់ស្រេបកាត់ស្បែកជ្រាបចូលរហូតទៅដល់ខួរឆ្អឹងបាតដៃសក្បោះដែលក្រសោបអប់ទ្រង់គេនោះគ្មានកម្ដៅជាមនុស្សលោកឡើយវាត្រជាក់ប្រៀបបាននឹងតកកឋានមច្ចុរាជដែលកំពុងស្រូបយកដង្ហើមរបស់គេបន្តិចម្ដងនៅក្នុងគ្រាអាសន្នដែលប្រលឹងស្ទើរតែហោះចេញពីរាងកាយបរោះកំឡោះក៏ព្យាយាមប្រម៉ែប្រមូលស្មារតីដែលនៅសេសសល់បើកមាត់សូត្រគាថាការពារខ្លួនតែបំពង់ករបស់គេហាក់ដូចជាគៀបជាប់មិនអាចបញ្ចេញសំឡេងបានឡើយបញ្ចេញបានត្រឹមតែសំឡេងខ្សឹបភ្លាមនោះអ្វីដែលជាទីពឹងចុងក្រោយនោះគឺបន្តោងខ្សែកស័ក្តិសិទ្ធិដែលជាមរតកបន្សល់ពីជីតាមកបន្តោងខ្សែកស័ក្តិសិទ្ធិដែលគេពាក់ជាប់នឹងកក៏ស្រាប់តែបញ្ចេញកម្ដៅភីបាននឹងដើមទ្រូងមុនីបានបន្លឺសំឡេងក្នុងចិត្តយ៉ាងមុតមមអូនមោពុទ្ធាយៈភ្លាមនោះសូរលាន់សន្ធឹកនៃផ្គរលាន់បានលាន់លឺកាត់ភាពស្ងាត់ជ្រងំវិយោមួយមេធំក៏បានបក់យ៉ាងកំហុកធ្វើឲ្យបាតដៃអរូបីនោះរបូតចេញភ្លាមមុនីដួលខ្ពស់ទៅលើដីសពដង្ហើមវែងញើសត្រជាក់ហូរកាត់ថ្ងាសរហាមគេប្រញាប់ងាកក្រោយយ៉ាងលឿនស្រវាយកពិលបញ្ចាំងមើលស្រមោលអំបាញ់មិញតែអ្វីៗនៅជុំវិញខ្លួនត្រឹមភាពទទេស្អាតនិងអាប់ក្រាស់ខ្មឹកដែលកំពុងហុយវល់នៅជុំវិញខ្លួនទោះជាយ៉ាងណាកែវភ្នែករបស់គេបែរជាតាក់ទាញនឹងអ្វីមួយយ៉ាងដែលនៅលើផ្ទាំងសិលាតែបាក់បែកនោះម្ដងទៀតផ្កាកុលាបក្រហមឆ្អិនឆ្អៅដែលដុះចេញពីថ្មពេលនេះស្រាប់តែមានដំណក់ទឹករាវក្រហមខាប់ស្រក់ចេញពីត្របកផ្កាតក់ធ្លាក់មកលើផ្ទាំងសិលាមុនីក៏យកអាវជូតញើសលើមុខរួចខិតទៅជិតដោយសេចក្តីក្លាហានពីលំនឹងភាពរន្ធត់ពន្លឺពិលក៏បានបញ្ចាំងទម្លុះសុទ្ធស្ទប់បៃតងបានបង្ហាញឃើញនៅជួរអក្សរខបុរាណដែលឆ្លាក់នៅយ៉ាងជ្រៅនៅក្នុងសាច់ថ្មក្នុងនាមជាអ្នកប្រវត្តិសាស្ត្រច័ន្ទមុនីបានស្គាល់យ៉ាងច្បាស់នៅទម្រង់អក្សរបែបនេះជាអក្សរចុងសម័យលង្វែកនាទសវត្សរ៍ទី16គេក៏យកម្រាមដៃរបស់គេទៅអង្អែលតាមគំនូសអក្សរហើយក៏ព្យាយាមបកប្រែសម្រួលអត្ថន័យនៅក្នុងចិត្តថាទីនេះជាដែននៃបណ្ដាសាជាចំណាចារនៃសេចក្តីស្នេហានិងការក្បត់ទូបង្គំជាខ្ញុំជាព្រះនាងកេសរកុលាបសូមបូជាសាច់ស្រស់ឈាមស្រស់ប្រគល់ជូនដួងវិញ្ញាណក្ខន្ធម្ចាស់ទឹកដីនៃដែនភ្នំស្ពងបើម្ចាស់បងមិនយាងត្រឡប់មកតាមពាក្យសច្ចាទេទោះជាផែនដីរលាយคล้ายជាផេះផុងក៏វិញ្ញាណទូលបង្គំមិនព្រមទៅចាប់ចិត្តឡើយសូមយកលោកីនេះជាចំណងនៃវដ្តសង្សារទើបតែអានចប់ឃ្លាចុងក្រោយស្រាប់តែផែនដីនៅក្រោមជើងរបស់ច័ន្ទមនីចាប់ផ្ដើមរំជួយញាប់ញ័ររន្ធត់ពន្លឺព្រះច័ន្ទពេញបរមីដែលធ្លាប់តែភ្លឺស្រទន់ត្រឡប់ប្រែជាក្រហមឆ្អិនឆ្អៅដូចជាគ្រាប់ឈាមបរិយាកាសនៅជុំវិញខ្លួនប្រែប្រួលយ៉ាងតក់ក្រហល់ព្រៃព្រឹក្សាដ៏ស្ងាត់ជ្រងំបានរលាយបាត់ទៅជំនួសមកវិញនៅទិដ្ឋភាពនៃអតីតកាលដែលបានលេចឡើងត្រដែតនៅចំពោះមុខមុនីហាក់កំពុងឈរនៅក្នុងបរិវេណប្រាសាទដ៏ល្អវិចិត្រមួយដែលមិនទាន់បាក់បែកនៅទីនេះពោពេញទៅដោយអណ្ដាតភ្លើងសង្គ្រាមឆេះយ៉ាងសន្ធោសន្ធៅឃ
ក្លិនរំសេវនិងសូរសម្រែកស្រែកលំសោករបស់អ្នកស្រុកលាន់ឮយ៉ាងក្រហឹងអើងកងនៅក្រោមដើមជ្រៃធំដដែលនោះមានស្ត្រីម្នាក់កំពុងលុតជង្គង់យំសោកនាងក្រងសម្ពុតហូលផាមួងពណ៌ស្វាយរចនាបថសម័យលង្វែកសក់របស់នាងវែងរហូតដល់ចង្កេះនាងកំពុងកាន់កាំបិតស្នៀតបុរាណមួយហើយកាំបិតនោះប្រឡាក់ពោពេញទៅដោយឈាមហើយនៅក្បែរជង្គង់របស់នាងគឺជាដើមផ្កាកុលាបមួយទងដែលទើបនឹងដាំថ្មីហេតុអ្វីព្រះអង្គក្បត់ពាក្យសច្ចាសំឡេងនាងខ្សឹកខ្សួលបន្លឺឡើងកាត់ស្នូកក្រឹមនៃសង្គ្រាមនាងក៏ងាកមុខមកយឺតវិនាទីនោះបេះដូងមនីស្ទើរតែឈប់លោតផ្ទៃមុខដ៏ស្រស់សោភាប្រៀបបាននឹងទេពធីតាតែពោពេញទៅដោយគំនុំនិងវិប្បដិសារីកែវភ្នែកទាំងគូសម្លឹងមកចំច័ន្ទមនីវាហាក់ដូចជាទម្លុះដល់ដួងព្រលឹងទឹកភ្នែកដែលហូរចុះមកកាត់ថ្ពាល់របស់នាងមិនមែនជាទឹកធម្មតាទេតែវាជាលោហិតក្រហមខាប់កាលព្រះអង្គចេញពីច្បាំងព្រះអង្គសន្យាថានឹងត្រឡប់មុនផ្កាកុលាបនេះរីកតែពេលនេះផ្កាកុលាបរីកហើយគឺរីកដោយសារឈាមរបស់អូនម្ដេចឡើយព្រះអង្គបណ្ដោយឲ្យតកខ្មាំងចូលមកជន់ឈ្លីរាងកាយរបស់អូនម្ដេចឡើយព្រះអង្គទុកអូនចោលសំឡេងស្រែកចុងក្រោយរបស់នាងបានបន្លឺឡើងកងរំពងធ្វើឲ្យទិដ្ឋភាពអតីតកាលទាំងមូលបែកចាត់ខ្ចាយដូចកញ្ចក់ត្រូវគេវាយបំបែកអពណ៌សបានប្រែក្លាយជាពណ៌ប្រផេះងងឹតគួចក្រឡឹងជុំវិញខ្លួនរបស់គេចេញពីក្នុងគំនរអាប់នោះស្រមោលខ្មៅរាប់សិបដែលមានរូបរាងជាកងទ័ពបុរាណគ្មានក្បាលខ្លះមានដាវជាប់នឹងទ្រូងខ្លះមានត្រឹមតែខ្លួននិងដៃកំពុងតែវាយតម្រង់មកកាន់ទីតាំងដែលមុនីកំពុងឈរនេះមិនមែនត្រឹមតែជាវិញ្ញាណរបស់ព្រះនាងកេសរកុលាបទេតែភ្នំស្ពងទាំងមូលគឺជាទីបញ្ចុះសាកសពអសុរកាយនៃកងទ័ពស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងភ្លើងសង្គ្រាមសំឡេងកងជើងមាសបានបន្លឺឡើងម្ដងទៀតតែលើកនេះមិនមែននៅឆ្ងាយទេក្លិនផ្កាកុលាបភាយឡើងយ៉ាងខ្លាំងស្ទើរតែចង់ឆ្លក់ស្រមោលនារីស្លៀកសម្លៀកបំពាក់សម័យលង្វែកបានលេចរូបរាងឡើងច្បាស់នៅចំពោះមុខមនីចម្ងាយមិនដល់1ម៉ែត្រផងនាងមិនបានដើរទេតែរាងកាយរបស់នាងអណ្ដែតផុតពីដីបបោមាត់ក្រហមទុំរបស់នាងញញឹមយ៉ាងត្រជាក់ក្រសែភ្នែកពោពេញទៅដោយកំហឹងដែលលាក់ទុករាប់រយឆ្នាំនាងលូកដៃយ៉ាងស្រលូនសោះក្បោះរបស់នាងមករកមុខរបស់មនីស្របពេលដែលនាងបានបន្លឺសំឡេងឡើងយ៉ាងពីរោះរណ្ដំបង្កប់នៅអាគមចងព្រលឹងត្រឡប់មកវិញហើយកម្មពីដែលម្ចាស់បងបានសាងយុគនេះទោះមានបារមីព្រះអិនព្រះព្រំក៏មិនអាចនាំម្ចាស់បងចេញពីភ្នំស្ពងនេះបានដែរយើងត្រូវតែនៅជាមួយគ្នាជារៀងរហូតនៅជុំវិញខ្លួនមនីកងទ័ពខ្មោចរាប់សិបបានឡោមព័ទ្ធជិតឈឹងបិទផ្លូវរត់ទាំងស្រុងពន្លឺពិលរបស់គេក៏បានរលត់ទៅដោយឯងបន្សល់ទុកត្រឹមពន្លឺព្រះច័ន្ទក្រហមឈាមនិងស្នាមញញឹមដ៏ព្រឺព្រួចរបស់វិញ្ញាណស្នេហ៍កុលាបភ្នំស្ពង